ប្រទេសថៃនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025បានបញ្ជូនអាវុធរួមទាំងរថយន្តល្បាតពាសដែកកាំភ្លើងយន្តធុនធ្ងន់និងកងទ័ពទៅកាន់តំបន់ព្រំដែនថៃមីយ៉ាន់ម៉ាមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់60មីលីម៉ែត្រដែលបានបាញ់នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាមីយ៉ាន់ម៉ានិងអ្នកប្រយុទ្ធជនជាតិភៀសតិចមីយ៉ាន់ម៉ានៅរដ្ឋកៃអ៊ីនបានផ្លោងធ្លាក់ចូលទៅក្នុងភូមិមួយនៅក្នុងខេត្តតាក់ភាគពាយ័ព្យប្រទេសថៃនេះបើយោងទៅតាមកាសែតខៅសូតគ្រាប់ផ្លោងនេះបានធ្វើឲ្យខូចខាតផ្ទះចំនួន4ខ្នងរថយន្តនិងសម្ភារៈមួយចំនួនទៀតទីហ៊ានថៃបានឆ្លើយតបដោយការបាញ់ព្រមានមួយគ្រាប់ចូលទៅខាងមីយ៉ាន់ម៉ាជនស៊ីវិលមីយ៉ាន់ម៉ាជាង100នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅប្រទេសថៃភ្លាមបន្ទាប់ពីហេតុការណ៍នេះដោយខ្លាចថាការប្រយុទ្ធគ្នាអាចរាលដាលទៅដល់ភូមិរបស់ពួកគេកងទ័ពថៃនិយាយថារថពាសដែកកាំភ្លើងយន្តនិងកងទ័ពត្រូវបានដាក់ពង្រាយរួចរាល់នៅក្នុងខេត្តតាក់ហើយបានបង្កើនការល្បាតទាំងយប់ទាំងថ្ងៃបង្កើតប៉ុស្តិ៍ត្រួតពិនិត្យថ្មីនៅទីតាំងជួរមុខនិងពង្រឹងអង្គភាពឆ្លើយតបរហ័សដោយបំពាក់ដោយអាវុធគាំទ្រធុនធ្ងន់ត្រៀមទប់ទល់ការរីករាលដាលចំនួនមីយ៉ាន់ម៉ាចូលទៅក្នុងទឹកដីថៃគួរសម្គាល់ថាការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរឡើងខណៈដែលក្រុមតស៊ូជនជាតិភៀសតិចនិងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យបានរួមគ្នាបើកការវាយលុកធំបំផុតចាប់តាំងពីរដ្ឋប្រហារឆ្នាំ2021ពួកគេកំណត់គោលដៅមូលដ្ឋានយោធានិងបណ្ដាញផ្លូវផ្គត់ផ្គង់នៅទូទាំងរដ្ឋកៃយីននិងរដ្ឋសានរដ្ឋកៃយីនស្ថិតនៅទល់មុខសង្កាត់មេសុតរបស់ថៃដែលខ័ណ្ឌចែកដោយទន្លេម៉ូអ៊ីយោធាមីយ៉ាន់ម៉ាបានឆ្លើយតបដោយការវាយប្រហារទៅលើក្រុមជនជាតិភៀសតិចទាំងតាមអាកាសនិងការបាញ់ផ្លោងដោយរុញខ្សែត្រៀមជួរមុខខិតជិតទៅទឹកដីថៃប្រមាណជា1គីឡូម៉ែត្រប៉ុណ្ណោះពីគ្នាមន្ត្រីថៃអះអាងថាថៃត្រៀមការពារខ្លួនហើយនឹងតបតប្រសិនបើមើលឃើញពីការគំរាមកំហែងទៅដល់ទឹកដីនិងប្រជាជនរបស់ខ្លួន